បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះហើយចង់ចែករំលែកទៅកាន់បងប្អូនអ្នកដែលថ្មីតាក់ទងជាមួយនឹងការស្វែងរកsubscriber ដោយសារតែយើងពេលខ្លះយើងអត់ទាន់មានពេលផលិតវីដេអូរបស់ខ្លួនឯងហើយអញ្ចឹងយើងអាចធ្វើតាមវិធីសាស្ត្រខ្ញុំបានខ្ញុំសាកល្បងហើយឃើញថា subscriber ឡើងរៀងគួរសមដែរខ្ញុំធ្វើបាន4ថ្ងៃចឹង channel ខ្លះខ្ញុំអាចបានជិត100 subscribe អញ្ចឹងយើងបែរថាមួយខែអីអានោះវាស្រ័យលើវីដេអូគាត់បើវីដេអូណាផ្ទុះខ្លាំងវាអាចនឹងឆាប់បានលឿនព្រោះវាការរំពឹងទុកថាបានអញ្ចឹងការធ្វើហ្នឹងគឺយើងធ្វើរបៀបដូចជាreaction លើវីដេអូគេអញ្ចឹងបងប្អូនណានៅលើវីដេអូ short កន្លែងហ្នឹងគេហៅថា green screen អញ្ចឹងបងប្អូនចូលកន្លែងវីដេអូ short របស់គេមកយើងឃើញសញ្ញាព្រួញរបៀបថាវិលជុំមកអញ្ចឹងចាំខ្ញុំធ្វើការបង្ហាញនៅក្នុងទូរស័ព្ទដៃខ្ញុំនឹងធ្វើវីដេអូនឹងបង្ហាញពីរបៀបដែលយើងត្រូវធ្វើ green screen យ៉ាងម៉េចចឹងណាបងអញ្ចឹងខ្ញុំគិតថាវិធីសាស្ត្រនេះក៏ដូចជាកន្លឹះហ្នឹងក៏ល្អគួរសមដែរថ្មីតែយើងធ្វើដូចរបៀប reaction លើវីដេអូគេទេប៉ុន្តែនៅពេលដែល subscriber យើងបាន1000 subscriber ឬក៏បានចំនួនណាមួយដែលយើងគិតថាយើងចង់បានយើងអាចលុបវីដេអូដែលយើង green screen នឹងចេញទៅហើយយើងធ្វើវីដេអូខ្លួនឯងដាក់ចូលទៅអញ្ចឹងយើងបាន subscriber ស្រាប់ហើយប្រភេទវីដេអូដែលយើងយក green screen ហ្នឹងយើងអាចធ្វើជា content ណាដែលថាដោយ content ដែលយើងplan របស់យើងគម្រោងរបស់យើងចង់ធ្វើវីដេអូ original យើងreaction ឬក៏ green screen វីដេអូប្រភេទហ្នឹងមកអញ្ចឹង subscriber របស់យើងគឺនៅតែ subscriber អ្នកដែលតាមដានវីដេអូប្រភេទហ្នឹងដែរព្រោះដោយសារដល់ពេលយើងលុបវីដេអូដែលយើងgreen screen របស់គេហ្នឹងចឹងយើងធ្វើវីដេអូប្រភេទហ្នឹងទៀតអញ្ចឹងវាអត់បាត់បង់តាណាទេ subscriber គឺនៅដដែលអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញបងប្អូននៅលើទូរស័ព្ទដៃរបស់ខ្ញុំពីរបៀបតែយើងត្រូវ green screen យ៉ាងម៉េចចូលទៅកន្លែងចំណុចណាអញ្ចឹងបងប្អូនអញ្ចឹងយើងចូលទៅធ្វើការ green screen ទាំងអស់គ្នាអញ្ចឹងបងប្អូនចូលមកកាន់កម្មវិធី YouTube មកហើយយើងចូល short មកយើងពេញចិត្តវីដេអូណាយើងធ្វើវីដេអូហ្នឹងទៅខ្ញុំចូលវីដេអូនេះបងប្អូនចូលកន្លែងសញ្ញាព្រួយវិលជុំហ្នឹងមកខាងក្រោមសញ្ញា share ហ្នឹងមកហើយយកពាក្យបន្ទាប់ខាងក្រោមគេ green screen ហើយបងប្អូនចុចដានមកកន្លែងសញ្ញាពណ៌សហ្នឹងរងចាំតិចអញ្ចឹងដល់កន្លែងនេះយើងធ្វើការ zoom វីដេអូយើងមកមុខយើងមកដើម្បីមកបាំងវីដេអូរបស់គេហើយយើងចុច start ពណ៌ក្រហមហ្នឹងមករងចាំទៅតមកបងប្អូនចុចគ្រីសពណ៌សនេះមកហើយយើងធ្វើការបិទសំឡេងរបស់គេខ្លះមកដែរហ្នឹងហើយបងប្អូនចុច next ដល់កន្លែងនេះបងប្អូនត្រូវទៅសេចំណងជើងឬក៏ដាក់តា hashtag ក៏បានដែរខ្ញុំដាក់ hashtag ហើយខាងក្រោមយើងរើសយកពាក្យ no មកដើម្បីបញ្ជាក់ទៅឲ្យ YouTube ដឹងថាយើងមិនមែនជា AI ទេហើយយើងកំពុងធ្វើការ upload ហើយខ្ញុំចូលទៅមើលតិចនេះជាវីដេអូដែលយើង upload យើង green screen មិញហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍បងប្អូនមើលមួយទៀតខ្ញុំរើសវីដេអូសិនអញ្ចឹងខ្ញុំធ្វើវីដេអូមួយនេះយើងចូលកន្លែងសញ្ញាព្រួយវិលជុំដដែលមកខាងក្រោមសញ្ញា share ចូលពាក្យ green screen ដដែលមកហើយយើងធ្វើដូចមុនទេបងប្អូនណាអញ្ចឹងខ្ញុំធ្វើ2ដងឲ្យបងប្អូនមើលចាធ្វើការអូសវីដេអូយើងចេញមកបងប្អូនដាក់កន្លែងណាក៏បានដែរបងប្អូនណាគាត់នៅកុំឲ្យតែបាំងរបស់គេដើមមក
start មកតើបងប្អូនចុចក្រេះមកបងប្អូនណាហើយយើងធ្វើការបិទសំឡេងដើមគេខ្លះយើងចុច next មកដល់កន្លែងដដែលទេបងប្អូនណាទៅសេខ្ញុំដាក់ hashtag ចូលបន្ទាប់ខាងក្រោមគេនឹងមកយើងរើសនៅ no មកយើង upload សតចុះបងប្អូនអាចមើលវីដេអូសតណាដែលយើងគិតថាយើងអាចធ្វើ original ដូចគេបានបងប្អូនធ្វើបែបហ្នឹងគឺល្អមក subscriber របស់យើងពេលដែលយើងលុបវីដេអូនឹងចោលបាត់ពេលយើងធ្វើវីដេអូមកគឺវាដូចគ្នា content វាស្តៀងគ្នាប្រភេទ content តែមួយអញ្ចឹង subscriber យើងគឺនៅដដែលវាអត់អាចបាត់បង់ទេពេលខ្លះពេលណាយើងដូរ content អាចនឹងមាន subscriber គេ unsubscribe របស់យើងដែរ